សួស្តីបងប្អូនទាំងអស់គ្នាសម្រាប់ថ្ងៃនេះគឺ admin បានធ្វើមុខម្ហូបមួយដើម្បីចែកម្លែកដល់បងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនដែលគាត់មានបំណងត្រឡប់ទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែររបស់យើងនេះហើយចង់ទៅហូបម្ហូបបែបលក្ខណៈសុខសាន្តចំការហើយអត់ដឹងថាត្រូវធ្វើម្ហូបអីឥឡូវខ្ញុំចែកម្លែកបងប្អូនមួយបើសិនជាបងប្អូនធ្លាប់បានមើលវីដេអូកាលពីមុនដែលខ្ញុំធ្លាប់ដុតមាន់ប៉ោតបងប្អូនប្រកាសជាដឹងហើយវីដេអូនេះគឺយើងដុតកងានប៉ុន្តែគ្រាន់តែយើងប្រើប៉ោតជាមួយនឹងធ្យូងដើម្បីងាយស្រួលហើយបែបងាយបងប្អូនដោយសារតែកងានខុសពីមាន់បន្តិចដោយសារកងានយើងត្រូវការស្ងោរសិនដោយសារតែវាគ្រាប់ផុយណាបងប្អូនអញ្ចឹងការធ្វើបែបនេះគឺយើងស្ងោរជាមួយនឹងទឹកដូងដាក់គ្រឿងកាត់ឆ្អាបមួយចំនួនហើយលួចជាមួយនឹងរ៉ូឌីបន្តិចផងដើម្បីឲ្យរសជាតិកាន់តែឆ្ងាញ់បងប្អូនខ្លះក៏កន្លែងនេះក៏ដាក់ប៊ីយ៉ាដែរហើយការស្ងោរបើសិនបើបងប្អូនស្ងោររយៈពេលប្រហែលជា40នាទីអីកងានប៉ុនខ្ញុំនេះគឺបងប្អូនអាចទទួលបានយើងឆ្អិនមើលទៅប្រហែលជា70%អីហើយព្រោះដោយសារពេលដែលយើងស្ងោរគឺយើងស្ងោរភ្លើងរៀងខ្លាំងដែរហើយបងប្អូនបើសិនជាដាក់ទឹកដូងតិចជាឬក៏ប្រើទឹកដូងក្អូបអីបងប្អូនស្ងោរដល់ល្ខាស់ក៏បានដែរគឺពណ៌ដែលយើងស្ងោរទៅឡើងកលាតល្អហើយអញ្ចឹងសម្រាប់ការស្ងោរនេះរហូតដល់បងប្អូនយើងស្ងោរខាងពោះផងខាងខ្នងផងត្រឡប់វាល្មមមកចូលជាតិឬក៏ស្ងោរទៅមកឆ្អិនល្អហើយគឺយើងចាប់ផ្ដើមលើកចេញបងប្អូនសម្រាប់ការលើកចេញនេះគឺយើងយកទៅលាបគ្រឿងប៉ុន្តែបើសិនជាបងប្អូនដោយសារតែមុននឹងលាបគ្រឿងនេះគឺយើងឆូតបងប្អូនឆូតដែរគោលបំណងដើម្បីឲ្យគ្រឿងហើយនឹងសាច់នឹងចូលគ្នាបានល្អចូលជាតិណាបងប្អូនហើយដោយសារខ្ញុំបានសពហើយកងាននេះគឺយើងបានផ្លុំខ្យល់ចូលបន្តិចហើយដូច្នេះហើយកងានហ្នឹងគឺមើលទៅស្បែកហើយនឹងសាច់អត់ជាប់គ្នាទេការលាបគ្រឿងគឺងាយស្រួលលាបទៅចូលគ្រឿងល្អសម្រាប់ការលាបគ្រឿងនេះបងប្អូនអត់មានទឹកសោះលាបដូចខ្ញុំនេះគឺបងប្អូនបើសិនបងត្រូវការទិញទឹកសោះក៏មានប៉ុន្តែបើសិនជាអត់ទេបងប្អូនដាក់តាមគ្រឿងចំណង់ចំណូលចិត្តរបស់បងប្អូនទៅហើយសម្រាប់ការកន្លែងនេះគឺខ្ញុំថែមខ្ទឹមបន្តិចដើម្បីឲ្យមានក្លិនឈ្ងុយបងប្អូនហើយការលាបគ្រឿងនេះគឺយើងលាបទុកប្រហែលជា15នាទីបានជាយើងចាប់ផ្ដើមយកទៅអាំងហើយសម្រាប់ការអាំងនេះផងដែរយើងប្រើតែចានតម្រមួយយើងប្រើឆ្នាំងហើយនឹងប្រើដបបងប្អូនអត់ចូលចិត្តប្រើដបចេះក៏បងប្អូនប្រើអីចតុលផ្សេងក៏បានដែរឲ្យតែទល់ជាប់ប៉ុន្តែជៀសវាងខ្លាចដួលបងប្អូនហើយសម្រាប់ការដែលប្រើដបនេះយើងបកកម្របចេញទឹកដូងដែលយើងសល់ពីយើងស្ងោរមុនហ្នឹងគឺកុំឲ្យខាតយើងយកមកដាក់ក្នុងចានហ្នឹងកុំឲ្យខ្លោចផងហើយមួយទៀតពេលដែលយើងអាចយកវាធ្វើទឹកជ្រលក់ក៏បានដែរនេះគឺដោយសារវាមានគ្រឿងពីទាទៅណាកងានទៅសម្រាប់ការអាំងនេះបងប្អូនបើយើងអាំងភ្លើងយ៉ាងខ្លាំងអាសាបើកមើលដូចខ្ញុំផងព្រោះដោយសារភ្លើងបើសិនជាយើងទុកយូរយ៉ាងដៅខ្លាំងប៉ុន្តែនៅពេលដែលយើងអត់មើលអញ្ចឹងគឺប្រឈមហានិភ័យធ្លាក់ដូចខ្ញុំបងប្អូនដោយសារមានអ្នកឃើញទេនេះគឺយើងលើកដាក់វិញលើកមកថតបន្តទៀតអញ្ចឹងសម្រាប់ការដុតនេះគឺយើងប្រើរយៈពេលប្រហែល1ម៉ោងភ្លើងខ្លាំងល្មមបងប្អូនភ្លើងមិនខ្លាំងពេកទេណាហើយក្បាលហើយនឹងជើងហ្នឹងចម្លាក់គ្រឿងយកមកអាំងអញ្ចឹងទៅហើយបើមានឆ្អិននេះគឺមានទឹកជ្រលក់មានអីទៅគឺមានបន្លែមានអីរៀបចំទៅបងប្អូនសម្រាប់ការធ្វើនេះបើសិនជាបងប្អូនចង់ប្រើទាដុតសៀងកងានដុតសៀងហើយលាបសៀងបងប្អូននេះគឺបានដូចគ្នាអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ